Chúng ta có nhận dụng từng ngọc khíនៅក្នុងវីដេអូនេះថ្មចង់ណែនាំឲ្យញាតិញោមបានស្គាល់អំពីប្រាសាទមួយដែលនៅខាងក្រោយក្នុងថ្មភាពនេះប្រាសាទនេះហៅឈ្មោះថាប្រាសាទប៉ាឡេឡៃប្រាសាទប៉ាឡេឡៃនេះត្រូវបានកសាងឡើងនៅខាងដើមនៃសតវត្សទី12ដែលជាស្នាប្រហោះរបស់ព្រះបិតាព្រះបាទជ័យវរ្ម័នទី7គឺព្រះបាទធរណិន្ទ្រវរ្ម័នទី2ដែលព្រះអង្គសោយរាជ្យនៅឆ្នាំ1150ដល់1160ប្រាសាទនេះមានសភាពស្រស់ស្អាតដែលពុទ្ធបរិស័ទគ្រប់គ្នាគួរតែមកទស្សនាជាពិសេសទៅគឺមាននៅពុទ្ធបដិមាតាំងពីចំនួនដើមដែលគួរជាទីជ្រះថ្លាសម្រាប់ពុទ្ធបរិស័ទគ្រប់គ្នាចូលមកគោរពបូជាផងដែរបងប្រាសាទប៉ាឡេឡៃនេះស្ថិតនៅខាងលិចវត្តទេពប្រណមមុននឹងទៅដល់តួប្រាសាទពុទ្ធបរិស័ទគ្រប់គ្នានឹងបានឃើញខឿនវែងមួយដែលមានប្រវែង30ម៉ែត្រមានបង្កាន់ដៃនាគតោនិងទ្វារបាលចំណែកឯនៅចុងខឿននោះមានរោងតម្កល់ព្រះពុទ្ធបដិមាភ្នែនលើផ្កាឈូកដោយយកធរណីជាសាក្សីមួយអង្គធ្វើអំពីថ្មភក់ហើយសូមជម្រាបញាតិញោមគ្រប់គ្នាបានជ្រាបថាព្រះពុទ្ធបដិមាអង្គនេះពីដើមឡើយនោះគឺមិនមានព្រះកេសទេហើយប្រកេសរបស់ព្រះអង្គនឹងគឺត្រូវបានរកឃើញនៅឆ្នាំ1934ដែលរុំព័ន្ធដោយឫសឈើបងមួយទៀតព្រះអនហេសៈគឺភ្នួងសក់ខាងលើរបស់ព្រះពុទ្ធបដិមាអង្គនេះនិងព្រះអនហេសៈរបស់ព្រះពុទ្ធបដិមាទ្រង់ឈូដែលនៅក្នុងវត្តទេពប្រណមហ្នឹងគឺជាសិល្បៈចុងសម័យអង្គរឬក៏ខាងដើមនៃសម័យក្រោយអង្គរចឹងបើញាតិញោមគ្រប់គ្នាចូលមកដល់ទីនេះហើយកុំភ្លេចចូលមកថ្វាយបង្គំព្រះសម្មាសម្ពុទ្ធឬក៏ថាមានផ្កាមានអីក៏ជាការល្អដែរបងដើម្បីបូជាចំពោះព្រះអង្គបន្តពីរោងនង្គ័លព្រះពុទ្ធបដិមានេះទៅយើងនឹងដល់ក្លោងទ្វារប្រាសាទដែលស្ថិតនៅទិសខាងកើតដែលមានចម្លាក់ពុទ្ធសាសនានៅលើផ្ដេនិងហោជាងបងហើយក្លោងទ្វារនេះផងដែរក៏មានច្រកចូលចំនួន3ក្លោងទ្វារនេះត្រូវបានជួសជុលឡើងវិញនៅឆ្នាំ1937អ្វីដែលពិសេសនៅលើហោជាងផ្នែកខាងកើតច្រកខាងជើងគឺបង្ហាញពីរូបព្រះសម្មាសម្ពុទ្ធព្រះអង្គទទួលនៅទឹកឃ្មុំពីស្វានិងដំរីកាលដែលព្រះអង្គគង់នៅក្នុងព្រៃប៉ាឡេឡៃចឹងហើយបានជាគេគិតថាប្រាសាទនេះដែលឈ្មោះថាប៉ាឡេឡៃនេះគឺមកពីឈុតនៅក្នុងហោជាងនឹងឯងបងចំណែកឯនៅលើហោជាងផ្នែកខាងលិចច្រកដដែលគឺបង្ហាញអំពីរូបព្រះសម្មាសម្ពុទ្ធព្រះអង្គទទួលនៅចង្ហាន់របស់នាងសុជាតាហើយចំណែកឯហោជាងទទឹងក្លោងទ្វារបង្ហាញពីព្រះសម្មាសម្ពុទ្ធព្រះអង្គផ្ចាញ់នៅនីឡាគិរីប្រាសាទនេះធ្វើឲ្យយើងបានឃើញមកមានសភាពតូចក៏ប៉ុន្តែជាស្ថាបត្យកម្មមួយជាសំណង់ប្រាសាទមួយដែលបានកសាងយ៉ាងល្អដើម្បីឧទ្ទិសដល់ពុទ្ធសាសនាជាប្រាសាទមួយដែលពុទ្ធបរិស័ទគ្រប់គ្នាមិនគួរមករំលង